សួស្តីអ្នកទាំងអស់គ្នាតយើងមកតរបស់យើងទៀតណាដែលពេលហ្នឹងតួស្រីណាគឺបាននាំទៅព្រមមកស្រាប់ផ្លូវតួស្រីអ្នកទាំងអស់គ្នាហើយក៏រៀបរាប់ដំណើរដើមតងរបស់ម៉ាក់តួស្រីប្រាប់ចឹងណាហើយតួស្រីក៏ថាអូនមានបានប្រាប់បងទេថាមកអូនណាគឺជាគ្រូគឺជាចុងភៅរបស់គ្រួសារតកូលស៊ូមិនដែលប្រាប់ផងទៅព្រោះចិនយ៉ាងចឹងអ្នកទាំងអស់គ្នាហើយយើងតួស្រីក៏ប្រាប់ថាម៉ាក់អូនឈ្មោះសៀវលៀនមុនរៀបការជាមួយប៉ាគាត់ជាចុងភៅល្បីម្នាក់ទៅហើយមានកន្លែងច្រើនណាស់ហើយគាត់ទៅធ្វើការដោយឲ្យប្រាក់ខែជាច្រើនផងដែរតែគាត់ថាមានប៉ាក្នុងបេះដូងទៅហើយអញ្ចឹងបានជាគាត់ព្រមធ្វើនៅក្នុងគ្រួសារតកូលស៊ូពេលនោះគ្រួសារតកូលស៊ូមានតែហាងតូចមួយប៉ុណ្ណោះនៅតាមផ្លូវគុំរបស់គ្រួសារតកូលស៊ូកើតនោះជារបស់ម៉ាក់របស់អូនអាចនិយាយថាបើគ្មានម៉ាក់ពួកវាក៏គ្មានដល់សប្តាហ៍ថ្ងៃនេះដែរចុះម៉ាក់អូនជាចំហនៅក្នុងការបើកហាងនេះមិនក៏ម៉ាក់អូនណាយកអូនមកស្រុកវិញអញ្ចឹងមានន័យថាមិនដែលថាគាត់នៅទីនេះពេលអូននៅតូចនោះព្រោះគាត់មានអូនមុនពេលគាត់រៀបការពេលនោះអូនមិនទាំងគាត់ថាគ្រួសារស៊ូអីនោះផងម៉ាក់អូនធំឡើងនៅលើភ្នំគ្រួសារគាត់អាចថាអ្នកមានម្នាក់ដែរពេលដែលមានអូនគាត់ខ្លាចថាប៉ាមិនទទួលស្គាល់ខ្ញុំជាកូនអញ្ចឹងបានយកអូនមកវិញពេលដែលម៉ាក់អូនមិននៅគ្រួសារស៊ូស្ទើរតែរលាទៅហើយទៅអាកញ្ចាស់នោះតាមបង្គាប់ម៉ាក់ឲ្យទៅរៀបការវិញនោះរហូតដល់លោកតាគាត់ដឹងទៅគាត់មកយកម៉ាក់និងខ្ញុំជាពិសេសហើយបង្ខំឲ្យអាកញ្ចាស់នោះព្រមគ្រប់យ៉ាងនឹងបានយកអូនចូលក្នុងគ្រួសារតកូលស៊ូដែរបន្ទាប់មកប៉ារបស់អូនគ្មានជំរឿនផ្សេងក៏រៀបការទាំងមិនបានស្រឡាញ់ម៉ាក់អូនរួមទាំងអូនថែមទៀតផងបន្ទាប់មកទៀតឬវាក៏ខ្លាចជាមនុស្សប្រមឹកធ្វើបាបម៉ាក់រហូតដល់ស្លាប់ដោយសារជំងឺដោយសារតែវាដែរទីបំផុតវាក៏បានសប្បាយចិត្តបន្ទាប់ពីម៉ាក់បានស្លាប់ហើយវាក៏មានកូនបន្ទាប់ទៀតដែលជាអាស៊ីនលីចង្រៃនោះត្រឹមត្រូវណាស់ដែលវាអាចផ្ដួលគេឯងបាននោះឈប់សិនទូក៏ចាប់ដៃទូស្រីហើយនិយាយចឹងដល់គ្នាហើយក៏ថាគាត់មានសិននេះជាមនុស្សធម្មតាហើយអូនជាមនុស្សមិនធម្មតានេះមានន័យថាម៉េចស្រីហ្នឹងក៏ថាចាប់ឲ្យអញនិយាយចុះនិយាយឡើងភ្លេចគិតទៅច្រឡំនិយាយវិញឆ្ងាយដល់ណាដល់ណីចាំស្មានតែនៅមុខអាលូនោះភ្លេចទៅថានេះគឺជាអាខ្មៅសោះមិនធម្មតាហ្នឹងគឺសំដៅទៅលើពេលខ្ញុំរកពីជាមួយផ្ទះហ្នឹងផ្ទះនោះអីណាហើយតួប្រុសហ្នឹងក៏គេមិនបាយថាទេបងមិនជឿអូននេះទេមានរឿងអីលាក់បាំងមកមែនទេនេះបងមិនអីទេមានស្ដៅខ្លួនអត់អូនក៏ហាក់បងធ្វើអីបានហើយឆាប់ទៅមកទៅងឹតលើហើយទូព្រមនៅតែអស់ចិត្តហើយគិតក្នុងចិត្តថាខ្ញុំគិតថាគេបាត់ជាមានរឿងអីប៉ុន្តែខ្ញុំមិនចាំគេបកស្រាយម៉ាក់កូនមកលេងម៉ាក់ហើយម៉ាក់នៅតែញញឹមស្រស់ទោះប្រហែលឆ្នាំមកក៏ដោយនេះកូនអាយុ30ឆ្នាំហើយមើលតែម៉ាក់ចោះដូចបងស្រីខ្ញុំអញ្ចឹងម៉ាក់សុខសប្បាយទេមានលុយចាយគ្រាន់ទេកូនចង់ទិញឲ្យរងាផ្សាម៉ាក់ដែរតែតាមផ្លូវមកវាមានរឿងកើតឡើងតិចតួចតែម៉ាក់ក៏បារម្ភពីកូនអីព្រោះកូនចេញពីគុកមករស់នៅសប្បាយចិត្តណាស់និយាយអញ្ចឹងកូនចេញពីគ្រួសារស៊ូហើយម៉ាក់ក៏សួរកូនថាមានរឿងអីព្រោះកូនចេញពីផ្ទះនោះមានអារម្មណ៍ថាសនុកចិត្តជាងកូនដឹងថាម៉ាក់យល់អញ្ចឹងកុំបញ្យល់សັບកូនឲ្យសួរកូនអីណាម៉ាក់ណាបងកុំទៅណាអីម៉ាក់កូនយកមនុស្សពិសេសម្នាក់មកជួបម៉ាក់ក៏ដឹងថាកូនស្រឡាញ់មនុស្សប្រុសដែរអញ្ចឹងកូនមិនចាំបាច់ប្រាប់ម៉ាក់ទេថាគេជាអ្វីនឹងកូននោះមើលតែភ្នែកបើកចង់ប៉ិនពងមាន់ក៏ម៉ាក់ដឹងដែរថាគេជាគុំសារបស់ម៉ាក់និយាយរួមម៉ាក់ទូស្រីម៉ាក់មើលទូប្រុសអ្នកនរគ្នាទូប្រុសនឹងមើលទូម៉ាក់ទូស្រីណាត់ឃើញហើយអេដមីនក៏យល់ថារឿងនេះវាទៅជាមិនរបៀបគេសម័យចឹងអ្នកនរគ្នាហើយក៏ទូប្រុសទូស្រីអោបគ្នាទៅអ្នកមីងខ្ញុំគឺជាយូឈីប្រធានក្រុមហ៊ុនយូនៃទីក្រុងអេសនិយាយរួមគេណែនាំគ្នាចឹងណាអូនថតរំលឹកឈ្មោះបងច្រើនដងហើយអញ្ចឹងម៉ាក់គាត់ជាស្គាល់បងច្បាស់ណាស់ទោះខ្ញុំមិនស្អាតដូចកូនអ្នកមីងថាខ្ញុំក៏មិនខ្លាប់មើលដែរសង្ហាហើយមានសាច់ដុំទៀតហើយម៉ាក់ក្មេងចាំមើលឲ្យច្បាស់មើលថាពួកយើងជាគូប្រពន្ធអង្គគ្នាគ្មានពីទេត្រូវអត់ហើយទូស្រីហ្នឹងគាត់ទៅគេនិយាយថាប្រពន្ធរៀងមានរៀងអីស្ទុះមកឲ្យមិននិយាយថាអាខ្មៅនេះមានបញ្ហាក្បាលមែនទេអ្នកណាមករៀនឲ្យនិយាយបែបនេះខ្ញុំមកចាស់ហ៎ហើយទូព្រោះយើងបានញ៉ាំទូស្រីសើចស្វាយហើយនិយាយថាឈឺអូនឈឺទុកមកឲ្យបងមុខម៉ាក់ក្មេងផងជាលើកដំបូងជួបម៉ាក់ក្មេងខ្ញុំមិនឲ្យបងលើកជើងខ្លួនឯងទេលើកជ្រុលពេកទៅដឹងអូនខ្មាស់ម៉ាក់ចំនួនបងណាកូនខ្មាស់ម៉ាក់ចំនួនបងណាអីក៏បន្លែងគ្នាទៅដល់គ្នានិយាយថាប្រចង្រៃជិះបានណាមានកូនសាររបៀបនេះវាក្តាប់ផ្កាដាក់អីទៅហើយចាប់តែតួស្រីនឹងបែរមកក៏ឃើញលោកតាម្នាក់តាយកសម្ភារៈសែនមកអ្នកទាំងអស់គ្នាហើយរបស់យើងក៏ដល់ទីបញ្ចប់ត្រឹមនឹងអ្នកទាំងអស់គ្នាចាំជួបគ្នាថែមទៀតណាអ្នកទាំងអស់គ្នាអូខេ love you bye